នេះគឺជាជំរកដែលមានរូបរាងចម្លែកមួយវាស្ថិតនៅកណ្ដាលជ្រលងភ្នំដែលមានព្រឹកធ្លាក់វាត្រូវបានសាងសង់ឡើងដោយប្រើសម្បកកង់ចាស់ចំនួន2លំខាងក្នុងមានទំហំធំល្មមសម្រាប់មនុស្សម្នាក់រស់នៅហើយថែមទាំងបំពាក់ដោយចង្ក្រានកម្ដៅថ្មតូចមួយផងដែរធានាថាអ្នកអាចឆ្លងកាត់រដូវរងាបានយ៉ាងសុវត្ថិភាពអ៊ីវ៉ានបាននាំឆ្កែរបស់គាត់មកកាន់ភ្នំស្រាប់តែមានសម្បកកង់ដ៏ធំពីរលេចឡើងនេះធ្វើឲ្យគាត់មានការត្រេកអរយ៉ាងខ្លាំងដូច្នេះគាត់ក៏រមៀលវាទៅមុខធ្វើដំណើរឆ្លងកាត់ជ្រលងភ្នំនិងអូទីបំផុតបានមកដល់ទីវាលដ៏ធំទូលាយមួយគាត់មិននិយាយច្រើនក៏ចាប់ផ្ដើមយកប៉ែជីកដីតែម្ដងជីកជារណ្ដៅដ៏ស័ក្តិសមមួយនៅលើដីរួចជីកមួយទៀតដោយទុកចន្លោះសំល្មមបន្ទាប់មកក៏ដាក់សម្បកកង់ចូលទៅក្នុងនោះយ៉ាងស័ក្តិសមតែនេះបង្ហាញជាទម្រង់ដំបូងនៃជំរកដើម្បីភាពល្អឥតខ្ចោះគាត់ថែមទាំងវាស់គូបន្ទាត់នៅខាងក្រោមគ្រាន់តែជីកគ្រឹះតាមគម្រោងដែលបានគ្រោងទុករួចប្រមូលដុំថ្មមួយចំនួនពីកន្លែងក្បែរនោះដើម្បីយកមកតម្រៀបធ្វើជាជញ្ជាំងដោយសារតែអាកាសធាតុកាន់តែត្រជាក់ទៅដូច្នេះគាត់ត្រូវតែសាងសង់ចង្ក្រានកម្ដៅមួយនេះជាមធ្យោបាយផ្ដល់កម្ដៅតែមួយគត់របស់គាត់នៅក្នុងព្រៃគាត់តម្រៀបវាបណ្ដានឹងបុកដីឥដ្ឋពណ៌លឿងបណ្ដាមិនយូរប៉ុន្មានជញ្ជាំងថ្មទាំងសងខាងក៏ត្រូវបានបញ្ចប់បន្ទាប់មកអ៊ីវ៉ានក៏ដើរចូលទៅក្នុងព្រៃស្មៅដែលដុះពីពេញទាំងនេះគឺជាគោលដៅរបស់គាត់លក្ខណៈស្ងួតនិងវែងរបស់វាគឺជាសម្ភារៈដ៏ល្អបំផុតសម្រាប់សាងសង់ចម្រោកចងវាជាបាច់ចូលគ្នាដើម្បីត្រៀមសម្រាប់ការសាងសង់បន្តទៀតជាការពិតណាស់គាត់ក៏ត្រូវការឈើខ្លះដែរជិតចុងឈើទាំងអស់ឲ្យស្រួចរួចដោតវាចូលទៅក្នុងដីឲ្យជាប់នឹងសងខាងជញ្ជាំងថ្មជំហានបន្ទាប់គឺអាចដាក់បាច់ស្មៅចូលទៅក្នុងនោះដើម្បីបង្កើតជាជញ្ជាំងនៃចម្រោកវិធីសាងសង់បែបនេះគឺមានប្រសិទ្ធភាពនិងងាយស្រួលអាចជួយពន្លឿនការងារបានយ៉ាងច្រើនព្រមទាំងអាចរក្សាកម្ដៅបានល្អផងដែរគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងអាកាសធាតុត្រជាក់ក្រោម0°Cចុងក្រោយត្រូវប្រើឈើសង្កត់ឲ្យណែនដើម្បីការពារកុំឲ្យបាច់ស្មៅរលុងជ្រាបខ្យល់ចូលមួយរំពេចនោះអ៊ីវ៉ានក៏បានដាក់ឈើពីរដាំខ្វែងគ្នាដើម្បីបង្កើតជាគ្រោងដំបូលចំណែកឯចង្ក្រានកម្ដៅក៏ត្រូវតែធ្វើឲ្យរួចរាល់បំពង់ផ្សែងដែកដែលមានច្រេះស៊ីត្រូវបានបំពាក់យ៉ាងល្អឥតខ្ចោះនៅលើចង្ក្រានកម្ដៅប្រហោងនៅកណ្ដាលសម្បកកង់ក៏ត្រូវតែបិទជិតប្រើមែកឈើខ្លះធ្វើជាទំរួចយកស្មៅមកបំពេញនោះវានឹងក្លាយជាជញ្ជាំងដ៏ជិតល្អជាការពិតផ្នែកដំបូលក៏ត្រូវការប្រើស្មៅផងដែរគ្រាន់តែដាក់ស្មៅតម្រៀបគ្នានៅលើដំបូលតម្រៀបជាបាច់ឲ្យបានជិតគ្នាកាត់តម្រឹមផ្នែកគែមជាការស្រេចប៉ុន្តែដើម្បីបង្កើនការរក្សាកម្ដៅទាំងមូលគាត់ចាំបាច់ត្រូវលាបដីឥដ្ឋពណ៌លឿងមួយស្រទាប់ទៀតដើម្បីឲ្យដំបូលជិតល្អមិនជ្រាបខ្យល់និងរក្សាកម្ដៅបានចុងក្រោយគឺដល់ពេលធ្វើទ្វារឃើញថាអ៊ីវ៉ានប្រើមែកឈើដើម្បីធ្វើជាស៊ុមរួចញ៉ាត់ស្មៅចូលទៅក្នុងនោះដូចគ្នាញាត់វាចូលជុំវិញយ៉ាងណែនល្អដូច្នេះគាត់ទទួលបានទ្វារដ៏សាមញ្ញមួយពេលវេលាកន្លងផុតទៅមេឃក៏ចាប់ផ្ដើមងឹតអ៊ីវ៉ានប្រញាប់ប្រមូលឈើមួយចំនួនតម្រៀបវានៅលើដីយ៉ាងសាមញ្ញបន្ទាប់មកក្រោលកម្រាលទប់សំណើមដ៏ក្រាស់មួយពីលើពេលនេះជំរកទាំងមូលត្រូវបានសាងសង់រួចរាល់ជាស្ថាពរចង្ក្រានកំពុងឆេះផ្ដល់កម្ដៅព្រមទាំងអាចប្រើសម្រាប់ដាំទឹកនិងធ្វើម្ហូបបានគ្រឿងផ្សំសាមញ្ញរបៀបចម្អិនសាមញ្ញមើលទៅពិតជាឆ្ងាញ់ណាស់ក្នុងស្ថានភាពបែបនេះគ្រាន់តែឃើញរូបរាងក៏គួរឲ្យទាក់ទាញណាស់ទៅហើយមួយថ្ងៃដ៏មានន័យបានកន្លងផុតទៅព្រឹកព្រលឹមថ្ងៃបន្ទាប់អ៊ីវ៉ានបើកទ្វារចេញមកគ្រប់ទីកន្លែងត្រូវបានគ្របដណ្ដប់ដោយព្រិលពណ៌នេះទើបស័ក្តិសមជារដូវរងាតើអ្នកចូលចិត្តជំរកដ៏ចម្លែកបែបនេះដែរឬទេ